សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ណែនាំកន្លែងញ៉ាំអីមួយកន្លែងនៅក្នុងខេត្តសៀមរាបដល់អ្នកនៅសៀមរាបផ្ទាល់ក៏ដូចជាអ្នកដែលបានមកលេងសៀមរាបណាចង់រកកន្លែងញ៉ាំអីដែលតម្លៃធូរថ្លៃហើយអនាម័យកន្លែងស្អាតហើយរសជាតិឆ្ងាញ់អ្នកនរគ្នារសជាតិគេគឺគិតពីសុខភាពហ្មងដូចមួយមុខដែលខ្ញុំកំពុងតែញ៉ាំនេះអ្នកនរគ្នាគេហៅថានំប៉័ងតយដងនិយាយពីថារសជាតិញាក់សាហាវអ្នកនរគ្នាសាច់នំប៉័ងគេយកទៅចំហុយក្តៅហើយឡើងតុនល្មើយដូចអ្នកនរគ្នាឃើញអញ្ចឹងនៅក្តៅហុយហើយជ្រលក់ជាមួយនឹងទឹកតយគេនេះនិយាយពីថាឆ្ងាញ់សាហាវអ្នកនរគ្នារសជាតិតយដងដែលយើងជ្រលក់ហ្នឹងរសជាតិវាគឺល្មមអត់ផ្អែមពេកទេអ្នកនរគ្នាហើយញ៉ាំហើយអត់តលន់ទេដំបូងខ្ញុំជ្រលក់តិចណាតែពេលញ៉ាំហើយរសជាតិគេផ្អែមល្មមអត់មានដិតអត់មានតលន់ទេអញ្ចឹងជ្រលក់អីមកឆ្ងាញ់ដៃហ្មងហើយម្ហូបទី2ដែលខ្ញុំហៅហ្នឹងគឺនំប៉័ងខកូសុំទោសអ្នកនរគ្នាមីខកូច្រឡំសម្រាប់មីខកូនៅកន្លែងគាត់ហ្នឹងក៏ល្បីដែរអ្នកនរគ្នាដោយសារតែមីខកូគាត់ហ្នឹងតម្លៃសមរម្យហើយរសជាតិឆ្ងាញ់ហើយអត់ដិតពេកទៀតដល់ពេលដែលខ្ញុំញ៉ាំនៅកន្លែងមីខកូខ្លះញ៉ាំហើយគឺយើងដឹងតែខាស់កឈឺកហ្មងដោយសារតែគ្រឿងនឹងវាខ្លាំងពេកប៉ុន្តែមីខកូកន្លែងគាត់នេះវិញណាអ្នកគ្នាទាញមើលធម្មចានហ្មងទីសិនណាកន្លែងនិយាយទៅកន្លែងគាត់ហ្នឹងគឺតម្លៃធូរឯអ្នកគ្នាដោយសារតែគាត់លក់ឲ្យសាសាឡាឬក៏អ្នកធ្វើការតិចតួចអីគឺចូលចិត្តទៅញ៉ាំនៅនឹងហ្មងហើយកន្លែងដែលគាត់លក់ហ្នឹងគឺនៅជាប់សាលា UC សៀមរាបណាឥឡូវមកនិយាយពីមីខកូនេះវិញអ្នកគ្នាមួយចានហ្នឹងគឺតម្លៃតែ 5000 ទេប៉ុន្តែនិយាយពីថារសជាតិឆ្ងាញ់ល្មមអត់ដិតនិយាយទៅដូចខ្ញុំនិយាយដដែលអញ្ចឹងណាម្ហូបនៅកន្លែងគាត់គឺញ៉ាំហើយអត់តលន់ទេរសជាតិបែបស្រាលហើយមួយចាន 5000 មែនអ្នកគ្នាប៉ុន្តែមីខកូគាត់គឺអត់មានដាក់ខ្លាញ់ទេណាគឺគាត់ដាក់សាច់ទាំងដុំឲ្យហ្មងគឺសាច់គោស្រស់ទាំងដុំឲ្យបដ ாய் បើនៅកន្លែងផ្សេងវិញភាគច្រើនខកូគឺគេដាក់សាច់យីវខ្លាញ់ឲ្យតែកន្លែងគាត់វិញគឺប្រើសាច់គោដុំធំហើយមានតកូនឈូសនិយាយទៅមកឆ្ងាញ់ហ្មងតម្លៃ 5000 ហ្នឹងគឺអែមមែនតែនហើយខ្ញុំចូលចិត្តកន្លែងគាត់អ្នកគ្នាមីខកូគាត់ញ៉ាំហើយឆ្ងាញ់ហើយអត់មានអារម្មណ៍ថាខាស់កឈឺកអីទេនិយាយទៅរសជាតិល្មមឆ្ងាញ់ចំបាច់ក្រូចឆ្មាជូរមួយទៀតមកអូយហត់ក្តៅញាក់សាហាវនេះដូចសាច់គោដែលអ្នកគ្នាឃើញអញ្ចឹងសាច់គោគាត់គឺគាត់ដាក់ឲ្យម្ដុំអញ្ចឹងហ្មងហើយក្នុងមួយចានហ្នឹងអាចមានពី3ទៅ4ដុំអីហើយសម្រាប់ទីតាំងគាត់វិញប្រហែលជាសិស្សសាលាក៏ដូចជាអ្នកសៀមរាបខ្លះគឺប្រហែលជាស្គាល់ដោយសារតែកន្លែងគាត់ល្បីដែរកន្លែងគាត់ហ្នឹងគឺលក់នៅសាលា UC សៀមរាបអ្នកគ្នានៅទល់មុខកន្លែងកឈ្មោះថាឆាលហ៊ូតនិយាយទៅម្ចាស់ហាងនៅក្នុងឆាលហ៊ូតហ្នឹងគឺគាត់ល្បីក្នុង TikTok ខ្លាំងអញ្ចឹងអ្នកគេមកក៏ស្គាល់ដែរប៉ុន្តែខ្ញុំណែនាំបន្ថែមទៀតដោយសារតែខ្ញុំទៅញ៉ាំលើកទី1រសជាតិគឺឆ្ងាញ់ទទួលយកបានហើយគាត់មើលទៅ clean អនាម័យហើយដូចគាត់និយាយអញ្ចឹងអ្នកគ្នាម្ហូបនៅកន្លែងគាត់គឺម្ហូបដែលរំលឹកតែអតីតកាលពីក្មេងអីអញ្ចឹងណាអញ្ចឹងមុខម្ហូបដែលគាត់ចេញលក់ហ្នឹងគឺសិតតែជាមុខម្ហូបដែលយើងធ្លាប់ញ៉ាំពីក្មេងហើយបើនិយាយពីតម្លៃវិញគឺធូរថ្លៃអ្នកគ្នា 4000 5000 6000មានបាយឆាលហូតមានបាយសាច់ជ្រូកមេនុយគាត់មានច្រើនទៀតអ្នកគ្នាប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំមកញ៉ាំបានតែពីរមុខហ្នឹងទេនិយាយទៅបាយឆាលហូតហ្នឹងក៏ខ្ញុំធ្លាប់សាកដែរប៉ុន្តែខ្ញុំបានថតចូលក្នុងវីដេអូហ្នឹងតាមពិតទៅនៅកន្លែងគាត់មានមេនុយតំណងផ្សេងទៀតអ្នកគ្នាចង់ដឹងអ្នកគ្នាទៅសាកខ្ញុំទៅមិនសាកបាន3មុខទេ